មេឃអលឹមស្រេចអញ្ចឹងណាស្រស់ងាវមួយចានមកបបួលប្តីនិយាយរឿងក្នុងចិត្តហើយងាវស្រស់មួយចានថ្ងៃនេះគឺពិសេសត្រង់ថាយើងបានទឹកម្រេចពិសេសដែលរូបមន្តហ្នឹងគឺថាធ្វើញ៉ាំឲ្យដឹងតែថាជាប់ចិត្តហ្មងបងប្អូនហើយក៏មានបងប្អូនគាត់ខមមិនសួរខ្ញុំដែរប្រហែលថ្ងៃមុនហ្នឹងពេលដែលខ្ញុំផុសទឹកម្រេចដែលខ្ញុំញ៉ាំជាមួយប្រហិតហ្នឹងគាត់សុំខ្ញុំពីរបៀបធ្វើអញ្ចឹងថ្ងៃនេះមកបង្ហាញរបៀបធ្វើទាំងអស់គ្នាហ្មងណាបងប្អូនហើយក៏បង្ហាញពីរបៀបស្រស់ងាវធ្វើម៉េចឲ្យនៅរសជាតិឆ្ងាញ់ណាបងប្អូនហើយអត់ឆ្អិនពេកគ្រឿងផ្សំសម្រាប់ទឹកម្រេចរបស់ខ្ញុំមានទឹកដោះគោខាប់បងប្អូនប្រើមកអីក៏បានតែបងប្អូនស្រឡាញ់ពេញចិត្តហើយមានខ្ទឹមសមានម្ទេសនិងក្រូចឆ្មាហើយខ្ញុំមានអំបិលម្រេចស្រាប់តែម្ដងថ្ងៃហ្នឹងបងប្អូនជំនួយការពិសេសគឺអំបិលម្រេចសញ្ញារូបរមាសហ្នឹងគឺលាយហើយឆ្ងាញ់ស្រាប់ហ្មងតាមពិតច្បាច់តែក្រូចឆ្មាទៅគឺឆ្ងាញ់ហើយតែខ្ញុំចង់ឲ្យពិសេសទើបខ្ញុំបន្ថែមគ្រឿងក្រៅបន្ថែម3 4មុខទៀតចឹងទៅហើយសម្រាប់ងាវស្រស់របស់យើងគឺយើងមានបន្លែផ្ទាប់មានតសក់មានជីចឹងទៅបងប្អូនកុំឲ្យវាទលាន់តោះឥឡូវយើងមកមើលរបៀបដែលខ្ញុំធ្វើទឹកម្រេចឲ្យប្លែកឆ្ងាញ់ម្ដងបងប្អូនខ្ញុំយកម្ទេសហើយនឹងខ្ទឹមសមកបុកឲ្យម៉ត់ល្អហ្មងណាបងប្អូនបើសិនជាអ្នកផ្ទះបងប្អូនបកែហិលដាក់ម្ទេសធម្មតាសុទ្ធទៅខ្ញុំលាយម្ទេសម៉ាឡេដោយសារតែអ្នកផ្ទះខ្ញុំអត់សូវបកែហិលតែម្ទេសយើងម៉ត់ហើយចាំយើងដាក់អំបិលម្រេចចូលបងប្អូនសម្រាប់អំបិលម្រេចសញ្ញារូបរមាសហ្នឹងពេលដែលយើងចាក់ចេញមកអញ្ចឹងគឺរូបរាងសភាពបែបនេះបងប្អូននិយាយទៅរសជាតិគឺឆ្ងាញ់ស្រាប់ហើយបើថាបងប្អូនញ៉ាំផ្អែមថែមស្ករអីចឹងទៅហើយច្បាច់ក្រូចឆ្មាទៅបានហើយចាក់មកគឺថាក្លិនម្រេចឡើងឈ្ងុយហ្មងណាបងប្អូនអញ្ចឹងពេលដែលខ្ញុំដាក់អំបិលម្រេចហ្នឹងគឺខ្ញុំប្រើពីកញ្ចប់ដោយសារតែខ្ញុំធ្វើយ៉ាងច្រើនដែរណាហើយខ្ញុំបន្ថែមទឹកដោះគោខាប់ខ្ញុំអត់មានបន្ថែមស្ករអីទៀតទេទឹកដោះគោខាប់ហើយខ្ញុំបន្ថែមក្រូចឆ្មាមកល្មមដែលខ្ញុំចូលចិត្តអញ្ចឹងណាបងប្អូនហើយសម្រាប់ទឹកដោះគោខាប់ហើយនឹងក្រូចឆ្មាហ្នឹងគឺបងប្អូនដាក់តាមចំណង់ចំណូលចិត្តទៅចង់ផ្អែមប៉ុណ្ណាចង់ជូរប៉ុណ្ណាយើងដាក់តាមចំណង់ចំណូលចិត្តទៅខ្ញុំអត់ប្រាប់បងប្អូនថាដាក់ប៉ុន្មានទេដោយសារតែធម្មតាទេយើងញ៉ាំគឺចំណូលចិត្តយើងខុសគ្នាអញ្ចឹងណាបងប្អូនក្រោយពីយើងដាក់គ្រឿងក្រៅសពមុខនឹងចូលគ្នាហើយយើងធ្វើមិនកូរច្បល់ឲ្យសពចូលគ្នាមកណាបងប្អូននេះបងប្អូនហើយធ្វើហើយគឺរូបរាងគឺបែបហ្នឹងទំនងមែនតែនហើយមិនត្រឹមតែទំនងទេឈ្ងុយម្រេចហើយឆ្ងាញ់ហ្មងណាបងប្អូនបន្ទាប់ពីយើងធ្វើទឹកម្រេចហើយមកងាកមកស្រស់ងាវទាំងអស់គ្នាដាំទឹកហ្នឹងយើងដាក់គល់លក្រេដូចខ្ញុំថែមក្រូចសើចអីចឹងណាបងប្អូនហើយចាំទឹកពុះខ្លាំងហ្មងណាតម្លាក់ងាវចូលទៅយើងរាប់1ដល់10អញ្ចឹងគឺថានៅរៀងឈាមណាតែបើសិនបងប្អូនគាត់អត់សូវចូលចិត្តញ៉ាំរៀងបែបឈាមទេគាត់រាប់1ដល់15ទៅមកល្មមរៀងឆ្អិនល្មមអត់សូវឆៅពេកទេហើយគឺថាស្រួលបកចេញមកគឺមកល្មមហ្មងបងប្អូនហើយអូយឆ្ងាញ់និយាយទៅពេលដែលយើងមានទឹកជ្រលក់ឆ្ងាញ់ហើយយើងមានតិចនិចស្រស់ងាវត្រូវដឹងតែថាឆ្ងាញ់ហើយបងប្អូនអញ្ចឹងសម្រាប់ខ្ញុំរាប់1ដល់15មកបងប្អូនអត់ចង់ឲ្យឆៅពេកទេនេះហើយគឺពេលដែលបកមកអញ្ចឹងបកស្រួលទេបងប្អូនអត់ខ្លាចឈឺកញ្ចក់ទេនិយាយទៅអត់តែយើងស្រស់ត្រូវគឺងាយស្រួលបកទេហើយយើងបន្ទាប់ជាមួយនឹងតសក់ជាមួយនឹងជីអីបែបនេះទៀតមកអូយឆ្ងាញ់ហ៎បងប្អូនអើយហើយត្រូវតែមេឃភ្លៀងត្រជាក់ចេះផងដាក់មួយចានហ្នឹងមកអង្គុយជជែកគ្នាលេងមកសប្បាយដែរហ្នឹងណាបងប្អូនបើទំនេរកុំភ្លេចធ្វើញ៉ាំលេងណាបងប្អូន